Hello អ្នកទាំងអស់គ្នាឥឡូវ admin មកបើកកាតមួយណាមួយទៀតមកសមខ្ញុំបានតបភ្ញៀវដែលគាត់ឆាតមកទាំងអស់ហើយចឹងថ្ងៃនេះ admin ព្យាយាមតបទៅគាត់វិញហើយបញ្ចប់ការអានឲ្យគាត់ចឹងណាហ្នឹងហើយជូនសារតាមរយៈសារនេះហើយឥឡូវហ្នឹងមកមើលថាតើនៅពេលដែលអ្នកទាំងអស់គ្នាបានឃើញវីដេអូហ្នឹងហ្មងតើចក្រវាលមានសារអីចង់ប្រាប់អ្នកទាំងអស់គ្នានេះគឺជា timeless reading tarot ហ្នឹងហើយអញ្ចឹងវាអត់មានការកំណត់ទេហើយបើសិនជាត្រូវការបញ្ជាក់ភ័យនឹង admin នឹងនិយាយបញ្ជាក់តែបើសិនជា admin និយាយជាសារទូទៅគឺបានន័យថាទូទៅណាមិនប្រកាន់ភេទណាមួយទេអូខេអញ្ចឹង admin បើក energy card ថ្មីឲ្យណាកាតនេះក៏សើប្រើឯកាតមុននឹងលក្ខណៈថាប្រើញឹកពេកអញ្ចឹងទៅខ្លាច fan គាត់ឃើញហើយគាត់ឡើងចង់មើលវីដេអូ admin ណាអញ្ចឹងថ្ងៃនេះ admin បើក card ថ្មីហ្មងណាអូខេតើក្នុងពេលឥឡូវហ្នឹងspirit ចង់មានអីប្រាប់យើងណាឬក៏ចក្រវាលចង់មានអីប្រាប់យើង Fire of Cups okay thank you spirit Wheel of Fortune អូការនេះល្អណាស់ផ្លាស់ប្ដូរវាសនា The Magician and your Pentacle okay thank you spirit Two of Wandsអូខេកាតពីនេះគឺល្អខ្លាំងណាហ្នឹងហើយ Eight of Wands អូខេ thank you spirit អូខេនេះបាតកាតណាQueen of Wands Justice card នឹងឲ្យផ្សំវិញ admin ថៃអត់ពេក admin សម្រាប់មួយថ្ងៃហើយអត់បានតប fan គ្រប់គ្នាទេណាហ្នឹងហើយចាំ admin តបទៅវិញហើយបើសិនជាអ្នកដែលគាត់មើលបន្តហើយអត់តបញ្ចប់ការទេនឹង admin នឹងបញ្ចប់ការទេគាត់ចឹងណាអូខេតោះក្នុងពេលឥឡូវហ្នឹងនៅពេលដែលអ្នកនរគ្នាឃើញវីដេអូបានមែនចក្រវាលចង់ប្រាប់ថាឈប់ដូចថា daydreaming អានេះ file កាប់ម្នាក់អ្នកនរគ្នារបៀបដូចទោះមានគេចូលមកស្រឡាញ់ក៏អ្នកនរគ្នាអត់ចង់បើកចិត្តដែរលក្ខណៈបិទបេះដូងមកឲ្យដូចធុញថប់នឹងរឿងគ្រប់បែបយ៉ាងណាហ្នឹងហើយអញ្ចឹងក្នុងចក្រវាលកាតសារនេះបានន័យថាចង់អ្នកនរគ្នាឈប់សោកសៅនឹងរឿងកន្លងមកទៅមិនផ្លេចចោលទៅហើយត្រូវតែព្យាយាមទៅមុខទៀតព្រោះអីអ្នកនរគ្នាកំពុងតែទទួលបាននេះ The Wheel of Fortune នេះគឺពីស្នាអ្នកនរគ្នាកំពុងតែផ្លាស់ប្ដូរពីមិនល្អមកល្អហើយណាកាតហ្នឹងគឺល្អខ្លាំងមែនតើហើយតើតឹងជាមួយ Eight of Pentacles រឿងការងារក៏ល្អដែរបើអ្នកនរគ្នាបដោតយកចិត្តទុកដាក់ទៅលើការងារហ្នឹងគឺថាការងារហ្នឹងនឹងឲ្យផលមុខរបរហ្នឹងក៏អញ្ចឹងដែរណាការសិក្សាក៏ដូចគ្នាហ្នឹងហើយអ្វីដែលអ្នកនរគ្នាកំពុងធ្វើហ្នឹងបើអ្នកនរគ្នាយកចិត្តទុកដាក់ឲ្យបដោតដូចថាអារម្មណ៍ទៅលើវាគឺនឹងទទួលបានផលដោយការខិតខំប្រឹងប្រែងរបស់អ្នកនរគ្នាមែនណាហ្នឹងហើយពួកអ្នកនរគ្នាគឺ The Magician គឺមានសមត្ថភាពហើយក៏ជាមនុស្សមានញាណខ្លាំងដែរនៅក្នុងនេះណាអាចនឹងអ្នកខ្លះគាត់មានញាណទី6ឬក៏ដូចថាមានអ្នកតាមថែសារគាត់តែដូចថាបង្ហាញប្រាប់គាត់ឬក៏បញ្ចូលសពប្រាប់គាត់ឲ្យដឹងហើយការពារគាត់ពីគ្រោះភ័យទាំងឡាយអញ្ចឹងណាហ្នឹងហើយ Two of Wands បានន័យថាអ្វីដែលអ្នកនរគ្នាកំពុងតឹងរង់ចាំហ្នឹងនឹងប្រផលឲ្យអ្នកនរគ្នាអញ្ចឹងណាដូចថាមិនថាជាឱកាសការងារឱកាសមុខរបររស់ស៊ីឬក៏តាក់ទងជាមួយនឹងអ្នកខ្លះគាត់អាចដាក់បួកទៅសុខក្រៅអីចឹងណាឬក៏ apply ការងារឬក៏ apply ការសិក្សាឬក៏មុខរបររស់ស៊ីហ្នឹងគឺនឹងឲ្យផលគាត់ពួននេះគឺមានន័យថាឱកាសថ្មីមកដល់ដែលល្អដែលអ្នកនរនេះគួរតែចាប់យកណាហើយមួយទៀតតាក់ទងជាមួយនឹងដំណើរកំសាន្តអ្នកនរនេះអាចនឹងទទួលបានដំណើរកំសាន្តដែរឬក៏មួយទៀតអ្នកនរនេះគួរតែចំណាយពេលដើរលេងដើម្បី healing ខ្លួនឯងដែរណាព្យាបាលផ្លូវចិត្តខ្លួនឯងឬក៏ឲ្យខ្លួនឯងរីករាយស្រស់ស្រាយអញ្ចឹងទៅហើយចាំត្រឡប់មកវិញបដោតទៅលើការងារនឹងមួយទៀតឱកាសតាក់ទងជាមួយនឹងមិនត្រឹមតែលុយកាក់ការងារទេថែមទាំងទំនាក់ទំនងហ្នឹងក៏ចូលមកដែរណាហ្នឹងហើយអ្នកមួយចំនួនដែល single អាចនឹងមានឱកាសជួបមនុស្សថ្មីមនុស្សល្អឬក៏គូប្រកបរបស់អ្នកនរគ្នាហ្នឹងកំពុងតែមកតាមផ្លូវហ្នឹងហើយ Queen of Wands មិនន័យថាបាតកាតនេះមិនន័យថាត្រូវតែជឿជាក់ទៅលើខ្លួនឯងហើយ
ជាមនុស្សមួយដែលចក្រវាលស្រឡាញ់គាំពីថែសាអញ្ចឹងអំពើល្អអ្នករបស់អ្នកទាំងគ្នានឹងកំពុងតែតបស្នងអ្នកទាំងគ្នាវិញហើយបានថាព្រះកំពុងតែប្រទានពរនៅរឿងល្អៗមកដល់អ្នកទាំងគ្នាអញ្ចឹងសូមមានការអត់ធ្មត់ហើយប្រឹងប្រែងធ្វើអ្វីដែលអ្នកទាំងគ្នាកំពុងធ្វើនឹងទៅណាហ្នឹងហើយពេលដែលយើងអត់តឹងរឿងល្អៗនឹងចូលមកដោយឯងពួកពេលខ្លះពេលដែលយើងតឹងទៅគឺវានឹងមានការបញ្ជាពេលអញ្ចឹងណាហ្នឹងហើយអញ្ចឹងបើយើងដឹងថាខ្លួនឯងកំពុងតែធ្វើផ្លូវដែលត្រឹមត្រូវហើយពេលដែលអ្នកនរគ្នាឃើញសារហ្នឹងមានន័យថាអ្នកនរគ្នាកំពុងតែអាចមានតំណែងជាមួយចក្រវាលហើយធ្វើរឿងដែលត្រឹមត្រូវហើយអញ្ចឹងបន្តខិតខំបន្ថែមទៀតទៅមិនថាជាការសិក្សាការងារឬក៏មុខរបររស់ស៊ីទេឃើញថាថ្ងៃក្រោយនឹងឲ្យផលអ្នកនរគ្នាបានច្រើនហើយបើអ្នក single វិញគឺអាចនឹងមានមនុស្សល្អចូលមកហើយជាមនុស្សដែលពិតប្រាកដរបស់អ្នកនរគ្នាទៀតណានឹងថ្ងៃម្នាក់នឹងមកគឺជួយទំនុកបំរុងអ្នកនរគ្នាមិនថាជាដៃគូសហការឬក៏ចិត្តគំនិតយោបល់ឬក៏លក្ខណៈថាចាប់ដៃគ្នារកស៊ីទៅគឺមានបានមែនតើណាហ្នឹងហើយឃើញតើអស់ហើយចំពោះសារនេះហើយអរគុណអ្នកនរគ្នាដែលតែងតែគ្រប់គ្រង admin មិនថាជាគាត់មើលថារត់ផ្ទាល់ឬក៏ការទិញអីវ៉ាន់ online តាម page Wisdom Online Shop មានបណ្ដុំនឹងរាយហើយនឹងការប៉ាកាហ្វេ admin ជួបគ្នានៅវីដេអូក្រោយទៀតមួយទៀតបើសិនជា admin ស្ងាត់មិនន័យថា admin លួលមើលការផ្ទាល់ហើយណាហ្នឹងហើយអូខេអរគុណសម្រាប់ការលើកទឹកចិត្តកន្លងមក2ថ្ងៃហ្នឹងគឺទទួលបានការកក់មើលផ្ទាល់ហើយនឹងការទិញអីវ៉ាន់ online ច្រើនមែនតើនិយាយទៅអ្នកនរគ្នាដូចមានអារម្មណ៍ថាលើកទឹកចិត្ត admin មែនតើណាអញ្ចឹង admin នៅតែបន្តធ្វើរហូតអញ្ចឹងណាហ្នឹងហើយពេលខ្លះក៏មានអារម្មណ៍ដូចហ្នឹងហើយតែថាយើងធ្វើល្អហើយវាមិនសូវបានល្អអញ្ចឹងណាប៉ុន្តែអត់អីទេនៅតែបន្តធ្វើទៀតអញ្ចឹងដោយសារអីពួកយើងសិតតែមាននិស្ស័យឯងបានជួបគ្នាហើយយើង forget មនុស្សដែលធ្វើឲ្យយើងមានអារម្មណ៍មិនល្អទៅយើងទទួលយកតែមនុស្សណាដែលវិជ្ជមាននៅក្នុងជីវិតយើងមនុស្សណាវិជ្ជមានកាត់ផ្ដាច់ចោលទៅណាយើងបាច់ខ្វល់ទេពេលវេលាទៅមុខហើយយើងក៏អត់មាន10ឆ្នាំច្រើនដល់ក្នុងឆាកជីវិតយើងដែរអញ្ចឹងគួរតែរៀនបើកចិត្តបោះចោលអ្វីដែលមិនល្អទទួលយកអ្វីដែលល្អហើយធ្វើអ្វីដែលខ្លួនឯងពេញចិត្តសប្បាយចិត្តហើយត្រូវជាមួយនឹងសង្គមប្រទេសជាតិឲ្យតម្លៃទៅបានហើយណាមិនបាច់ចំណាយពេលខូចចិត្តឬក៏គប់ចិត្តអ្នកដទៃច្រើនពេកទេអរគុណបាយបាយ